រដូវវស្សាបានមកដល់ហើយគឺថានៅខេត្តសៀមរាបភ្លៀងធ្លាក់សឹងតែរាល់ថ្ងៃហ្មងហើយបាននិយាយពីសម្រស់តំបន់ប្រាសាទវិញគឺថាស្អាតគ្រប់កន្លែងដោយសារតែមានសម្រស់ដើមឈើក៏ដូចជាស្លែនៅដុះពាសពេញថ្មប្រាសាទហ្មងសម្រាប់អ្នកដែលចូលចិត្តថតរូបបែប Green Season នៅសៀមរាបអត់គួររំលងទេគួរតែឆាប់មកក្នុងអំឡុងពេលខែភ្លៀងនឹងគឺស្អាតគ្រប់កន្លែងហ្មងហើយខ្ញុំក៏ទទួលបានឆាត់ពីមីក្រូហិរញ្ញវត្ថុ LOLC ដើម្បីចែកជូនបងអ៊ំដែលនៅយាមតាមតំបន់ប្រាសាទផងដែរក្នុងអំឡុងពេលរដូវវស្សាមែនបណ្ដាពេលខ្លះក៏ក្តៅខ្លាំងហើយពេលខ្លះបើត្រូវភ្លៀងគឺភ្លៀងហ្មងដល់ពីអ្នកចា2នាក់នៅនេះអូនោះឲ្យពូមួយទៀតហ្នឹងហើយចាពូគេថាឲ្យខែភ្លៀងទុកបានជ្រុំភ្លៀងពួកគាត់ក៏សប្បាយចិត្តហើយខ្ញុំក៏សប្បាយចិត្តដែលបានចែកជូនពួកគាត់ដោយសារតែខែភ្លៀងអ្វីដែលប្រើប្រាស់ចាំបាច់គឺឆាត់នឹងហ្មងដែលឆាត់របស់ LOLC គឺទូចងាយស្រួលដាក់តាមខ្លួនហ្មងហើយខ្ញុំក៏បានយកទៅឲ្យបងដែលយាមប្រចាំការនៅប្រាសាទចៅស្រីវិបុលផងដែរខ្ញុំសរសើរបងដែលយាមនៅនឹងគឺគាត់រួសរាយហើយយកចិត្តទុកដាក់ជាមួយភ្ញៀវដែលបានទៅលេងប្រាសាទនឹងហ្មងហើយអត្ថប្រយោជន៍នៅឆាត់នឹងគឺគាត់អាចយកទៅឲ្យកូនគាត់បាំងទៅរៀនទៅសាលារៀនអីក៏បានដែរហើយក៏សូមអរគុណដល់ទឹកចិត្តបងដែលជួយមើលថែប្រាសាទក៏ដូចជា take care ភ្ញៀវទេសចរនៅពេលដែលពួកគាត់ទៅដល់តំបន់របស់គាត់ចឹងណាមិនថាតែពូគាត់អ្នកយាមឡានយានម៉ូតូក៏គាត់ត្រូវការឆាត់ដែរចឹងហើយកុំភ្លេចថែរក្សាសុខភាពនៅរដូវភ្លៀងទាំងអស់គ្នាអរគុណ